Hello សួស្តីពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះគឺបំបីអារម្មណ៍មកមើលប្លុកថ្មីបាទដោយសារថ្ងៃនេះគឺខ្ញុំបានចុះទៅខាងស្គុនកំពង់ចាមដើម្បីចុះទៅមើលចុះផ្កាចន្ទីនិងយកជីថ្នាំកាល់ស្យូមបរនផង3ហ្នឹងឲ្យម្ចាស់ចំការផ្ទាល់តែម្ចាស់ចំការចន្ទីហ្នឹងគាត់បើកហាងបាយនៅស្គុនដែលធំជាងគេនៅស្គុនអញ្ចឹងបើកក្បាលវីដេអូមកព្រឹកនេះគឺប្រូណេងមកយកខ្ញុំជារឿងរੂព្រឹកគឺប្រូណេងមកយកខ្ញុំបាទបន្ទាប់មកក៏ទៅយកបងសុកនៅខាងអបដោគាត់ថាយើងមិនអត់ម៉ូតូជិះគាត់ថាម៉ូតូហូបគឺឲ្យប្អូនយកទៅធ្វើការតហើយមករយៈនេះគឺរៀងអែមដែរបងសុកគាត់ធ្វើផ្ទះថ្មីអញ្ចឹងតិចតិចបានឡើងផ្ទះគាត់ហើយប្រូណេងគាត់ទិញម៉ូតូថ្មីព្រាមឃើញថាសម៉ាំងម៉ូតូហ្នឹងគឺបានរេរ៉ាក់តែម្ដងឥឡូវគឺថាកាត់មកដល់កន្លែងការងារប្រូជាឃើញបាយនៅសល់យកឆ្អឹងមកបង្ហាញខ្ញុំហើយព្រឹកនេះដែរគឺប្រូណេងអ្នកសម្អាតចានឆ្នាំងញីរួមនៅកន្លែងការងារតតែចេះជួយសម្អាតគ្នាខ្លះពួកយើងហូបទាំងអស់គ្នាបាទឥឡូវគឺយើងកាត់មកដល់យកជីថ្នាំដាក់ទៅលើឡានដើម្បីយកឲ្យម្ចាស់ចំការផ្ទាល់នៅឯស្គុនកំពង់ចាមបាទទៅខាងស្គុលធ្វើវិការនៅតែ8ខាងបាយតែ8យកបុរនរង8ឲ្យទៅជន់នៅខាងស្គុលយកទៅបានកាត់ដូចជាគាត់កំងតិចដែរទេខ្ញុំគាត់កំងតែ5កេះកេះពីមុនគាត់កំងដូចជា10 20កេះបានម្ដងប៉ុន្តែថ្ងៃនេះវាតែ5កេះគាត់យកទៅសិនណា Let's go ដល់បាយចឹងបន្ទាប់ពីរៀបចំឲ្យបានដាក់ឡានរួចហើយក៏ចេញដំណើរមកដល់ខេត្តគឺថារកកាហ្វេមួយកែវម្នាក់សិនដើម្បីសម្រួលអារម្មណ៍ធ្វើការចឹងបន្ទាប់ពីកាហ្វេអីហើយឥឡូវកាត់មកដល់ក្នុងឃ្លាំងម្ចាស់ចំការចន្ទីតែម្ដងបាទឃ្លាំងគឺធំមែនតែនហើយគាត់ក៏បានជឿជាក់ទៅលើកាល់ស្យូមបរន63ខាងយើងគាត់ប្រើម្ដងគឺច្រើនដោយសារតែគាត់ប្រើទៅគឺត្រូវអញ្ចឹងបន្ទាប់ពីដាក់ឲ្យបានឲ្យគាត់រួចក៏បានមកជួបគាត់ដើម្បីសំណេះសំណាលប្រឹក្សាពីបច្ចេកទេសរកការប្រើប្រាស់ផ្សេងបាទបន្ទាប់ពីយើងបានសំណេះសំណាលនិងប្រឹក្សាបច្ចេកទេសរកការប្រើប្រាស់រួចក៏ឈានមកដល់ចំការបងស្រីម្នាក់នៅក្បែរនឹងដែរបងប្អូនបាទបងស្រីម្នាក់នេះក៏គាត់មានផ្ទៃដីចំការរហូតដល់300ហត្ថដែរដែលគាត់បានជ្រើសរើសប្រើប្រាស់ជាមួយនឹងបរនអញ្ចឹងបន្ទាប់ពីមេគាត់បានផ្ដល់បច្ចេកទេសរកការប្រើប្រាស់រួចឥឡូវយើងមកភ្លក់ចន្ទីម្ដងសម្រាប់ចន្ទីនេះផ្ទាល់ក៏បានប្រើប្រាស់ជាមួយមរហុង3រយៈពេលជាង10ថ្ងៃដែរអញ្ចឹងរយៈពេល10ថ្ងៃហ្នឹងអាចនឹងសាបថ្នាំមកហើយពួកយើងបេះភ្លក់អ្នកមួយអញ្ចឹងទៅហើយក៏បែរមែនតើតកតងជាមួយនឹងរសជាតិបាទបងប្អូនទាំងនេះថ្ងៃនេះមកភ្លក់ចន្ទីដែលបានប្រើប្រាស់ជាមួយបរិបទក្នុងវ័យបងប្អូនបាទបាញ់បានម្ដងផ្លែផៅល្អបងខ្ញុំហូបមើលអែមឆ្ងាញ់បាញ់បាន20ថ្ងៃបងប្អូនឆ្ងាញ់ទៀតបាទហើយសម្រាប់ថ្ងៃហ្នឹងដែរគឺបានចុះទៅដល់ចំការរហូតទៅដល់3-4កន្លែងតកតងជាមួយនឹងអតិជនដែលបានប្រើប្រាស់ជាមួយនឹងកាល់ស្យូមបរន63គឺយើងទៅមើលដល់ចំការផ្ទាល់បែបហ្នឹងហើយសម្រាប់ចំការមួយកន្លែងនេះបងប្រុសមេការគាត់ក៏បានប្រើប្រាស់ជាមួយនឹងបរន63ដែរគឺធ្វើខាងក្រុមហ៊ុន Crowstar អញ្ចឹងបន្ទាប់ពីសម្រាប់កិច្ចការងាររួចចេញពីចំការមកមានអារម្មណ៍ថារៀងហត់ដែរអញ្ចឹងមេក៏បាននាំទៅsteam massage នៅឯទីរួមខេត្តកំពង់ធំវិញបាទមកពីធ្វើវីដេអូនេះអស់កម្លាំងពេកនឹមប្រូវាយសូចូលពងទីពងមើលពលចន្ទីចន្ទីដំបាញ់ឆ្នាំពលសើហើយតែទៅពងមើលពងទីអត់បានទេ